មានភាពអស្ចារ្យនៃការរួមបញ្ជូលគ្នាសៀវភៅបុរាណទេប្រហែលជាវាពិតជាវិធីសាស្ត្រក្នុងការបង្ក្រាបដាវហូឡង់កម្រិតខ្ពស់នេះហើយជាមូលហេតុដែលដាវជាន់ខ្ពស់បានចង្អុលបង្ហាញដាវរបស់នាងពីងធានវូឈីព្រោះដាវខ្លួនវាមិនសំខាន់ទេនេះជារឿងព្រះដោយដាវយ៉ាងពិតប្រាកដឈីងយ៉ាយើងនឹងចាក់វាចូលទៅក្នុងកាំបិតចាំមើលថាតើយើងអាចចូលទៅជិតអាណាចក្រនៃសាមគ្គីភាពដាវរបស់មនុស្សបានទេយើងរួមគ្នាស្លាប់មែនហើយតើវាអាចកើតឡើងយ៉ាងដូចម្តេចដាវស៊ីមីងត្រូវបានបំផ្លាញអ្នកអាចទៅហួយខ្វិនហើយបន្តដេញតាមស្រមោលរបស់គាត់ខ្ញុំមិនផ្សះផ្សាទេអ្នកប្រយុទ្ធក្បាច់គុនទោះបីជាដាវស៊ីយូមីងគឺជាវត្ថុបុរាណក៏ដោយវាតែងតែបង្កភាពច្របូកច្របល់នៅក្នុងភូមិនិងស្រុកខ្ញុំសង្ឃឹមថាក្បាច់គុននាពេលអនាគតនឹងមិនពឹងផ្អែកលើដាវទេគឺត្រូវពឹងផ្អែកលើអ្នកក្បាច់គុនមិត្តដើម្បីមានសីលធម៌ជួយពិភពលោកហេយេហាវីរៈបុរសស្រីនិយាយត្រូវបាទចាស់មែនហាជាការពិតខ្ញុំមិនចង់ឃើញនិកាយធំទាំង4ធ្វើបាបប្រជាជនម្ដងទៀតនៅតាមដងទន្លេនិងបឹងទេការសម្លុតបើមិនដូច្នោះទេខ្ញុំមកឈីងយ៉ាខ្ញុំប្រកាសជានឹងចេញពីពិភពលោកម្ដងទៀតចាប់ពីថ្ងៃនេះទៅយើងទាំងពីរគឺជាដាវមុតស្រួចព្យួរនៅតាមដងទន្លេនិងបឹងប្រសិនបើនរណាម្នាក់បង្កើតឡើងវិញនៅឈុតឆាកនៃនិកាយធំទាំង4ម្ដងទៀតដំបូងពិចារណាពីកម្លាំងផ្ទាល់ខ្លួនខ្ញុំនឹងរងចាំបោះបង់លាក្នុងជីវិតនេះភ្នំរបស់អ្នកខ្ពស់ហើយផ្លូវវែងលេហើយជាងហ៊ូម៉ូនៀជាហ៊ីវឆៅសៀមានបញ្ហាអ្វីឲ្យលើក្បាច់គុនគ្មានមេដឹកនាំទេហេតុអ្វីបានជាអ្នកទាំងពីរមិនអង្គុយលើមេដឹកនាំសម្ព័ន្ធមិត្តក្បាច់គុនបាទដរាបណាមានយើង2នាក់ព្រៃក្បាច់គុននេះកំពុងរត់ជុំវិញឥឡូវមានទេពកោសល្យក្បាច់គុនជាច្រើនមេដឹកនាំសម្ព័ន្ធមិត្តក្បាច់គុនឈ្នះតាមធម្មជាតិពីមួយពេលទៅមួយពេលអូបាទមិនចាំបាច់ត្រូវនិយាយប្រសិនបើចំនួនក្បាច់គុននេះផ្ទុះឡើងម្ដងទៀតវូយូនឹងខ្ញុំប្រកាសជានឹងត្រឡប់មកវិញ